ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់លោកគ្រូឡានសំអឿនដោយដែលបងប្អូនបានឃើញនៅវីដេអូមុននេះថាខ្ញុំបានរយៈពេល3ថ្ងៃមកនេះគឺខ្ញុំបានចូលរួមវគ្គសិក្ខាសាលាស្ដីអំពីការបង្រៀនសម្របទៅតាមសមត្ថភាពសិស្សឬយើងហៅកាត់ថា P-Tom សម្រាប់វគ្គបណ្ដុះបណ្ដាលនេះគឺផ្ដល់ផលចំណេញទៅដល់សិស្សានុសិស្សខ្លាំងមែនទែនបងប្អូនដោយសារតែពេលដែលខ្ញុំបានសិក្សាស្វែងយល់អំពីវគ្គសិក្ខាសាលានេះហើយណាគឺគ្រូឧទ្ទេសក៏បានណែនាំរបៀបបង្រៀនវិធីសាស្ត្រក៏ដូចជាល្បែងសិក្សាផ្សេងៗដើម្បីយកទៅអភិវឌ្ឍសិស្សយើងជាពិសេសសិស្សដែលរៀនយឺតហើយក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលខ្ញុំក៏បានទទួលនៅចំណេះដឹងនិងខ្លឹមសារខ្លះៗដើម្បីយកមកអភិវឌ្ឍសិស្សរបស់ខ្ញុំផងដែរស្ដាប់មកដល់ចំណុចនេះប្រហែលជាមានបងប្អូនយើងមួយចំនួនឆ្ងល់អំពីវគ្គបណ្ដុះបណ្ដាលហើយមើលទៅថាតើយក apply ជាមួយនឹងសិស្សរបៀបណាឬក៏ប្រើប្រាស់ទៅលើសិស្សប្រភេទបែបណាហើយហេតុអីបានដឹងថាសិស្សរបស់លោកគ្រូឬក៏សិស្សរបស់ខ្ញុំនឹងគឺខ្សោយបាទបងប្អូនជាដំបូងគឺយើងត្រូវមានការធ្វើតេស្តទៅលើសិស្សលក្ខណៈថាគេមានតេស្តរបស់គេអញ្ចឹងណាជាប្រភេទតេស្តដើមគ្រាឬក៏តេស្តចុងគ្រាអញ្ចឹងទៅហើយជាទូទៅតេស្តហ្នឹងគឺនៅក្នុងថ្នាលបឋមហើយតេស្តនោះដែរគឺគេហៅកាត់ថា CAM ដែលមានអក្សរអង់គ្លេសហ្នឹងគឺ CALM ហើយចំពោះការតេស្ត CAM ហ្នឹងណាគឺតេស្តទៅលើសិស្សទាំងមូលនៅក្នុងថ្នាក់តែម្ដងហើយក្នុងមួយសាលាបើមានចាប់ពីថ្នាក់ទី1ដល់ថ្នាក់ទី6គឺត្រូវការធ្វើតេស្តទាំងអស់គ្នាចាប់ពីថ្នាក់ទី1ដល់ថ្នាក់ទី6តែម្ដងប៉ុន្តែចំពោះការអនុវត្តជាមួយនឹងការបង្រៀន P-Tom ហ្នឹងណាគឺអនុវត្តទៅលើត្រឹមតែសិស្សចាប់ពីថ្នាក់ទី3រហូតដល់ថ្នាក់ទី6តែប៉ុណ្ណោះដែលក្នុងនោះបន្ទាប់ពីយើងធ្វើការតេស្ត CAM រួចហើយណាគឺសិស្សរបស់យើងគឺត្រូវការតេស្ត P-Tom ទៀតដើម្បីតេស្តយកកម្រិតអញ្ចឹងណាអូត្រង់ចំណុចតេស្តវិនិច្ឆ័យឬក៏តេស្ត CAM ហ្នឹងខ្ញុំភ្លេចបញ្ជាក់ប្រាប់បងប្អូនថាគេមិនមែនយកសិស្សទាំងអស់ទៅតេស្ត P-Tom នោះទេគឺតម្រូវសម្រាប់តែសិស្សណាដែលតេស្ត CAM ឬក៏តេស្តវិនិច្ឆ័យហ្នឹងជាប់បាននិទេស D E F តែប៉ុណ្ណោះចំណែកឯសិស្សដែលជាប់និទេស A B C គឺជាសិស្សធម្មតាយើងមិនតម្រូវបង្រៀនពួកគាត់ដូចជាសិស្សដែលមាននិទេស D E F ទេចំណែកឯសិស្សដែលជាប់និទេស DEF ហ្នឹងក្រោយពេលដែលធ្វើតេស្ត CAM វិនិច្ឆ័យនឹងរួចហើយគឺយើងត្រូវធ្វើការតេស្ត P-Tom មួយទៀតបានន័យថាតេស្តរកកម្រិតគេបានបែងចែកសិស្សប្រភេទហ្នឹងគឺជា3កម្រិតដែលឲ្យគាត់ធ្វើតេស្តកម្រិត1កម្រិត2និងកម្រិត3បើសិនជាគាត់ធ្វើតេស្តកម្រិត1ជាប់គាត់អាចចូលទៅតេស្តកម្រិត2បើសិនជាគាត់ធ្វើតេស្តកម្រិត2ជាប់ទៀតគឺគាត់អាចចូលទៅរៀននៅកម្រិត3តែម្ដងហើយបើសិនជាគាត់ធ្វើតេស្តជាប់កម្រិត3ទៀតពួកគាត់គឺជាសិស្សធម្មតាប៉ុន្តែมันអាចទេបងប្អូនដោយសារតែតេស្តវិនិច្ឆ័យពួកគាត់ជាប់ជាបាននិទេស DEF អញ្ចឹងអាចថាបើមិនចូលកម្រិត1ក៏កម្រិត2ឬក៏កម្រិត3នឹងឯងអញ្ចឹងហើយគណៈគ្រប់គ្រងសាលាឬក៏លោកគ្រូអ្នកគ្រូនឹងត្រូវតម្រូវបន្ថែមម៉ោង30នាទីជារៀងរាល់ថ្ងៃជាពិសេសនៅថ្ងៃប្រហ័សរវល់តែនិយាយអំពីកម្មវិធីមួយហ្នឹងខ្ញុំក៏ភ្លេចមើលទៅកាន់វីដេអូបងប្អូនឃើញអត់ជាមួយនឹងសកម្មភាពរស់រវើកជាមួយលោកគ្រូអ្នកគ្រូយើងគឺប្រឹងប្រែងមែនតើចេះសពគ្រប់ឲ្យគ្រូបឋមសមជាមួយនឹងពាក្យដែលគេបាននិយាយថាគ្រូបឋមអស្ចារ្យណាបងប្អូនចេះសពគ្រប់និយាយពីរួមច្រៀងចៅក្រមឬក៏អ្នកកាត់ក្តីអីហ្នឹងគឺថាមកចប់តែម្ដងជាមួយគ្នានោះដែរខ្ញុំក៏បានថតសកម្មភាពលេងល្បែងសិក្សាផងដែរហើយខ្ញុំនឹងដាក់នៅវីដេអូក្រោយទៀតចំពោះវីដេអូនេះខ្ញុំសូមបង្ហាញនិងបញ្ចប់តែប៉ុណ្ណឹងសង្ឃឹមថាបងប្អូនបានទស្សនាហើយចូលចិត្តនិងត្រឡប់ជួយចុច Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងអរគុណជាចុងក្រោយក៏សូមគោរពជូនពរបងប្អូនយើងឲ្យជួបប្រទះតែពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយគណៈពេលនេះវត្តមានខ្ញុំបាទសូមអរគុណនិងសូមគោរពលា